Chẳng anh ấy chỉ grab này balance ធម្មតា trend following យើងឃើញបែបហ្នឹងនៅពេលដែលវា hit take profit មួយគឺវា hit បានធំធំហើយពេលដែលវាខាតមួយដូចយើងឃើញអញ្ចឹងគឺកន្លែងនេះគឺខាតមួយទេកន្លែងនេះអញ្ចឹងដែរខាតមួយដល់ពេលវាត្រូវមកវា cover អស់ណាវាត្រូវមក cover អញ្ចឹង grab នេះវារត់ចាញ់អញ្ចឹងនៅពេល trend following វាមិនមែនចំណេញរហូតទេណាវាចំណេញប៉ុន្តែពេលដែលវាចំណេញធំពេលវាខាតទូចអញ្ចឹងជា overall មកយើងឃើញវា grow ឯ over the long run ហើយវាមាននេះពេលវេលាអាក្រក់របស់វាអញ្ចឹងនេះជាពេលវេលាអាក្រក់របស់វាហើយធម្មតា trend following វាអត់មានលក្ខខណ្ឌនៃថា trend រាល់តែឆ្នាំទេវាមានមួយឆ្នាំហ្នឹង on ហ្មងអាហ្នឹងគឺនៅឆ្នាំ2021ដែលយើងឃើញអញ្ចឹង2021អញ្ចឹង2021 trend following គឺ on មែនតើហើយចូលដល់ឆ្នាំ2022នេះវិញมันវាចាប់ដើមមាន swing មកវិញដល់ពេលវាមាន swing វា cover all វា cover វា draw down ហ្នឹងហើយវាចំណេញទៀតអញ្ចឹងអានេះគឺ concept trend following គឺបែបហ្នឹងយើងអាចមើល graph បានវាបញ្ច្រាស់ពី concept ប្រភេទ martingale ប្រភេទ martingale វាចំណេញដែរប៉ុន្តែវាចំណេញ grow រហូតដល់ពេលវាខាតម្ដងវាខាតរៀងធំយកហ្មងអញ្ចឹង trend following គឺវាដើរបញ្ច្រាស់បានន័យថាវាចំណេញធំពេលវាខាតទូចទេដល់ពេលវាចំណេញធំវិញអាហ្នឹងហើយជា concept trend following អានេះយើងរ៉ានអត់អស់ទេយើងរ៉ានពី2020នេះ2020យើង start រហូតដល់ឥឡូវនេះវារ៉ានបានដល់2022ហើយយើងដូចបងប្អូនបានឃើញអញ្ចឹងឥឡូវវារ៉ានប្រហែលឆ្នាំហ្នឹងវាបានតែ 70% ដោយសារខ្ញុំឲ្យវារិះមកក្របតាម 1% ទេដូចយើងដឹងហើយពេលដែលយើងរ៉ានទីផ្សារជាក់ស្ដែងជួនកាលយើង start មកវាអត់ចំណេញដល់នេះ start មកចំណេញយកមកជួនកាលយើង start មកចំមកពេលវា draw down ចេះអញ្ចឹងអានេះគឺជាមូលហេតុដែលយើងអត់រ៉ានម្ដងរិះធំយកហ្មងឯងចាំតែពេលដែលយើង grow យើងធំហើយ balance យើង grow ធំចំណេញយើងច្រើនចាំយើងតម្លើង lot size ប៉ុន្តែនៅក្នុងនេះខ្ញុំឲ្យវា fix lot size fix risk ក្នុងមួយ trade ត្រឹមតែ 1% ទេ account 10000យើងឲ្យវា risk តែ100ទេហើយអានេះយើងឃើញមាន draw down មកទៀតនេះឆ្នាំ2023នេះឃើញ draw down នេះអញ្ចឹងដល់ពេលដែលវាមាន flow គឺវា C ធំអញ្ចឹងឯងណាពេលដែល flow មកវា C ធំពេលដែលវាមាន range sideways អីរដូវកាលវា sideways នេះវាខាតអញ្ចឹងឯងវាអត់ចំណេញទេមិនមែនយុទ្ធសាស្ត្រល្អមួយដឹងតែចំណេញរាល់ឆ្នាំរាល់ខែណាអត់ទេវាមានចំណេញមានខាតសរុបមកក្នុងរយៈពេល5 6ឆ្នាំឬក៏10ឆ្នាំហ្នឹងតើ performance នៃ strategy មួយហ្នឹងចំណេញអត់ឃើញទេនេះនៅពេលដែលវាត្រូវមាន swing មកវិញគឺវា grow account ធំយកវាលឿនហ្មងណាក្នុងមួយ trade វា cover 20 30 trade ឬ40 trade ពីមុខនេះគឺវា cover បានទាំងអស់នេះអានេះវាដល់រដូវកាលវាវិញនេះវាដូចយើងរកស៊ីអញ្ចឹងវាមានពេល high មានពេល low វាមានរដូវ high រដូវ low អញ្ចឹងនៅក្នុង strategy មួយវាអាចចំណេញគ្រប់លក្ខខណ្ឌគ្រប់ពេលវេលាទីផ្សារទាំងអស់ហ្នឹងណាឥឡូវវាឡើង10000ជាង18000នេះណា grow ទៅទៀតហើយអញ្ចឹងtrend following គឺទី1វាចូលតិចវាចូល position តែមួយគ្រាប់ទេប៉ុន្តែបើចំណេញវាដេញ SL ណាវាចំណេញដេញ SL ហើយនេះខ្ញុំដាក់ TP ចោលឲ្យវា TP ចោល1/15បានន័យថាបើខាត100ឲ្យវាចំណេញ1500ចោលទៅហើយបើសិនជាវាអត់ដល់ទេហើយផ្សារបកត្រឡប់មកវាចេញពីទីផ្សារឲ្យយើងណាវាអត់មានបខំទៅ hold ខាតណាដូចយើងឃើញខ្សែពណ៌បៃតងគឺជាខ្សែ equity អញ្ចឹងអាខ្សែ equity យើងឃើញតែមាននៅខាងលើទេណាអត់មាននៅខាងក្រោមនេះអាខ្សែពណ៌ខៀវអាហ្នឹងគឺជាខ្សែគេហៅថាខ្សែ balance អញ្ចឹងធម្មតាបើយើងឃើញខ្សែ equity នៅខាងលើបានយើង hold ចំណេញនេះឃើញប្រហែលខែនេះក៏វាមាន draw down វិញតិចប៉ុន្តែវា cover តែមួយគ្រាប់ទេមួយគ្រាប់ហ្នឹងគឺវា cover ទាំងអស់យកហ្មងឥឡូវយើងរ៉ានដល់2024ហើយអញ្ចឹងតំណែងនេះជិតចប់ហើយណាយើងនៅសល់តែប្រហែលទៀតយើងរ៉ានចប់ហើយឥឡូវវាដល់2025ហើយបើខែ3ហើយ grow ឡើងដល់2500 25000សំទោស25000ជាងហើយដោយសារវាត្រូវ flow រហូតអញ្ចឹងមូលហេតុដែលវាមាន flow ដោយសារយើងរ៉ានទៅលើគូមាសហើយយុទ្ធសាស្ត្រហ្នឹងគឺខ្ញុំ bia specific សម្រាប់យើងរ៉ានតែលើមាសទេគូផ្សេងវាត្រូវប្រើ setting ផ្សេងពីហ្នឹងយើងអាចយក setting សម្រាប់រ៉ានទៅលើមាសយកទៅរ៉ានទៅលើរូបិយបានទេព្រោះ volatility ហើយនឹងចរិតរបស់វាអត់ដូចគ្នាទេអញ្ចឹងសម្រាប់ទីផ្សារមាសជាទូទៅវាមានលំហណាអញ្ចឹងអ្នកដែលគាត់រ៉ានទៅលើប្រភេទយុទ្ធសាស្ត្រលំហវាចំណេញធំចឹងយើងនៅសល់តែមួយឆ្នាំទៀតទេ result យើងនឹងបញ្ចប់ហើយយើងចាំមើលតើ result វាចំណេញបានប្រហែលបើសិនជាយើង risk ក្នុងមួយ trade 1% ថេទៅរហូតចឹងណាចឹងធម្មតានៅពេលដែលយើងបានចំណេញដូចកន្លែងនេះចឹងយើងឡើងចំណេញហើយចឹងយើងអាចទៅឡើង risk បានណាយើងអាចទៅឡើង risk តាមក្រោយតាមផ្លូវចឹងណានៅពេលដែលចំណេញបានចូល100%ឬក៏170%អញ្ចឹងណាអាស្រ័យលើយើងតែយើងហ៊ាន take risk នៅក្នុងកម្រិតប៉ុណ្ណាធម្មតាបើសិនជាវាអត់ដាច់ទេគឺវានឹង grow មកវិញហើយ recover មកវិញទេសម្រាប់យុទ្ធសាស្ត្រ trend following ណាអញ្ចឹងវា trend ណាអត់មានតែ sideways ទេតែផ្សារមាន trend มันវា បាន
ឥឡូវយើងចាំមើលទាំងអស់គ្នារហូតដល់វាចប់ហ្មងទៅហើយយុទ្ធសាស្ត្រនេះមិនមែនចេះនឹកឃើញធ្វើទៀតណាគឺជាយុទ្ធសាស្ត្រដែលខ្ញុំជួញដូរហើយវាចំណេញមែនបានខ្ញុំយកមកធ្វើហ្នឹងហើយខ្ញុំព្យាយាម refine វាចូល2-3ឆ្នាំហើយយុទ្ធសាស្ត្រមួយហ្នឹងណាមិនមែនចេះនឹកឃើញបង្កើតឡើងហើយបង្កើតគេហៅថា setting កែធ្វើម៉េចឲ្យតែចំណេញហើយអង្គយកមកផុសបោកប្រាស់គេទេណាអត់ទេអានេះគឺ concept របស់យើងប៉ុណ្ណាយើងបញ្ចូលទៅរូបមន្តនៅក្នុង EA នៅក្នុង code របស់យើងនៅក្នុងប្រព័ន្ធ expert advisor របស់យើងប៉ុណ្ណឹងយើងអត់មានទៅកែបន្លំឬក៏ធ្វើការ fake តន័យអីអត់ទេគឺយើងដាក់មកមានប្រមាណគឺយើងដាក់មកវិញទាំងអស់អត់មានបន្លំអីណាតកែអីខ្លះអីចឹងណាគីឡូមានន័យថាឃើញកន្លែងណាខាតតែឃើញខាតអីយើងយកមកកែកូដកែអីឲ្យវាចំណេញមកវិញអត់ទេអានេះគឺយើងប្រើរូបមន្តរបស់យើងមានប៉ុន្មានយើងដាក់ទៅរសុទ្ធហ្មងតន័យរបស់យើងណាអត់មានតកែដាក់បន្លំគេទេបោកគេទេអត់ទេចាឥឡូវយើងរ៉ាន់ដល់ចុងឆ្នាំ2025អីហើយ balance equity អញ្ចឹងនោះ balance របស់យើង24000ចាំមើលនៅសល់មួយឆ្នាំទៀតយើងទុកឲ្យវារ៉ាន់ចប់ហ្មងដល់2026ហ្មងទៅឥឡូវវាចិត្តចប់ហើយ2025ហើយយើងឥឡូវ2026ខែ5ថ្ងៃទី21ចឹងអានេះខ្ញុំចង់រ៉ាន់តាំង2020ខែ2ណានេះមើលនៅក្នុងនេះគឺ2020ខែ2យើងរ៉ាន់មករហូតដល់2026យកហ្មងចឹងតន័យមានប៉ុន្មានយើងរ៉ាន់មករហូតដល់ហើយយើងយក take every tick យើងអត់យក open price only ទេអូខេចិត្តចប់ហើយនេះឃើញថា balance របស់យើងគឺវា float នៅក្នុងចលនាត្រឹមតែដោយសារមិញវាទេមកទៅដាច់ឥឡូវខ្ញុំបង្ហាញអញ្ចឹងយើងចុងក្រោយយើងបិទ balance នៅត្រឹម25000អញ្ចឹងមានន័យថាវាចំណេញតែ150%ទេឥឡូវយើងទៅមើល result តន័យអញ្ចឹងយើងឃើញថា total យើងចំណេញនេះតែ15000នេះវា6ឆ្នាំហ្នឹងវាបានដល់150%ទេណា gross profit វាបាន gross profit gross loss យើងឃើញហើយ drawdown វាធំបំផុតគឺ$3669បើយើងនិយាយពី absolute drawdown ធៀបជាមួយដើម start របស់យើងហ្មងគឺ 36%ដោយសារអីយើងរិះមក trade 1%ហើយយើងមើល profit factor របស់យើងនេះ profit factor របស់យើងបានដល់ 1.33 ណាអត់បានច្រើនទេប៉ុន្តែ recovery factor យើងបានដល់ 4.16 ធំដែរណាក៏វាមានដែរ expectation pay off របស់យើងណា expectation pay off យើង12.91អញ្ចឹងអានេះបើសិនជាយើងចង់ឲ្យវាបាន return ច្រើនជាងហ្នឹងតើយើងហ៊ានតម្លើង risk ក្នុងមួយ trade យើងឲ្យធំជាងមុនអញ្ចឹងបច្ចុប្បន្ននេះបើយើង risk 1% draw down របស់យើង 36% ធៀបដើមទុនកន្លែងនេះអាក្រក់បំផុតណាអញ្ចឹងពេលវេលាអាក្រក់បំផុតរបស់វាគឺ36%ដែលវាខាតហ្នឹងណាឃើញទេអញ្ចឹងបងប្អូនដែលចាំយុទ្ធសាស្ត្រវាអាចចំណេញរហូតទេវាមានត្រូវវាមានខុសប៉ុន្តែសរុបមកតើយើងចំណេញឬក៏ខាតក្នុងរយៈពេលវែងអញ្ចឹងបើសិនជាយុទ្ធសាស្ត្រហ្នឹងវាចេញ result មកអត់ចំណេញហើយមិនយកទៅ trade ទេណាយុទ្ធសាស្ត្រដែលចេញមក result មកដកហើយយើងរ៉ាន់6ឆ្នាំឃើញដកហើយមិនយកទៅ trade ទេបានន័យថាមិនវាអត់ work ទោះបីយើងយក trade ទៅខាតពេលទៅខាតទាំងលុយយើងទៀតអូខេអញ្ចឹងអានេះគឺ performance ចេញពី model trend following របស់ខ្ញុំដែលខ្ញុំធ្វើខ្លួនឯងទេហើយមិនមែន scalping ទេណាគឺ trend following ព្រោះ position យើងមើល total trade យើងក្នុងរយៈពេល6ឆ្នាំតាម1000 trade ទេ1183 trade ទេបើសិនជាយើងចែកជាឆ្នាំវិញក្នុង1183យើងចែកយើងរ៉ាន់6ឆ្នាំហើយយើងចែក12ទៀតមកតែយើងឃើញក្នុងមួយខែយ៉ាងច្រើន16 trade maximum ឃើញទេអញ្ចឹងអត់ច្រើនទេ season យើងតិចមែនតើមួយអាទិត្យយ៉ាងច្រើន maximum ជា average បាន12 trade ទេក្នុងមួយអាទិត្យ maximum trade របស់វាអូខេអញ្ចឹងអាហ្នឹងគឺជា real result ដែលយើងអត់កែទេតន័យគឺយើងអត់មានទៅលួចកែកូដឲ្យអាកន្លែងណាខាតឲ្យលោតមកចំណេញវិញអត់ទេគឺយើងដាក់មកប៉ុណ្ណាគឺប៉ុណ្ណឹងហើយនៅពេលយើង run real ដោយសារវាមិនមែនជា scalping វាជា trend following អញ្ចឹង real ក៏វាប្រហែលដូចគ្នាឲ្យតែបងប្អូនយើង trade ទៅយើងហ៊ាន hold ចំណេញខ្លាចតែយើងមិនហ៊ាន hold ចំណេញណាយើងចំណេញតិចកាត់ខុស rule អីចឹងទៅអញ្ចឹងអានេះគឺមានប៉ុណ្ណឹងអរគុណ